ok បងចឹងតប comment ទៀតហើយជាមួយនឹងបរិមាណទឹកកាហ្វេខ្ចីវិញបងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើជាមួយនឹងទឹកកាហ្វេចំនួន 50 ml ទឹកដោះគោស្រស់ 50 ml ដូចគ្នាតកតងជាមួយនឹងទឹកដោះគោខាប់វិញគឺយើងដាក់អាស្រ័យទៅលើការកម្មងរបស់ភ្ញៀវទេបើភ្ញៀវគាត់ចង់បានរៀងផ្អែមតិចឬក៏ផ្អែមខ្លាំងអីចឹងយើងតម្រូវតាមនឹងសម្រាប់ជាតិផ្អែមជាទូទៅខ្ញុំដាក់ត្រឹម 30 ml បងសម្រាប់ទឹកដោះគោខាប់វាស្មើនឹង 75 ទៅ 80% នៃរសជាតិផ្អែមណាបងចឹងសម្រាប់កាហ្វេខ្ចីខាងខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងមែនតើទៅសម្រាប់តិចនៃការធ្វើកាហ្វេគឺវាអាចខុសគ្នាតិចតួចទៅតាមបងមានបច្ចេកទេសរៀងខ្លួនឬក៏ចំណូលចិត្តតាមតំបន់របស់គាត់រៀងខ្លួនអីអញ្ចឹងណាចឹងសម្រាប់កាហ្វេខ្ចីខាងខ្ញុំគឺប៉ុណ្ណឹងប៉ុន្តែក្នុងវីដេអូនេះមិនមែនកាហ្វេខ្ចីទេណាបងកាហ្វេតែខ្ញុំនេះខ្ញុំធ្វើញ៉ាំខ្លួនឯងទេខ្ញុំសាកលបងអេដជាមួយនឹងគ្រីមអញ្ចឹងណាបងហើយមែនតើខ្ញុំមិនមែនជាអ្នកចេះធ្វើគ្រីមអីទេគ្រាន់តែថាជាការសាកលបងលើកដំបូងទេប៉ុន្តែសម្រាប់ខ្ញុំវាឆ្ងាញ់ចង់ចេះ comment មកណាខ្ញុំប្រាប់